យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗ Say No to Fake News ជំហានទី2នឹងចេញដំណើរក្នុងពេលឆាប់នេះយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗ Say No to Fake News ជំហានទី2ដើម្បីពង្រឹងសន្តិសុខនិងសុវត្ថិភាពព័ត៌មាននិងចេញដំណើរក្នុងពេលឆាប់នេះក្រោយពីយុទ្ធនាការជំហានទី1ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី1ខែមេសាឆ្នាំ2025មករហូតដល់ចុងខែមីនាឆ្នាំ2026នេះបញ្ចប់ដោយជោគជ័យនិងទទួលលទ្ធផលប្រកបដោយមោទនៈជាលទ្ធផលចំណេះដឹងអក្សរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយរួមនឹងអក្សរកម្ម Digital ត្រូវបានផ្សព្វផ្សាយនិងបញ្ជ្រាបជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកចូលរួមក្នុងយុទ្ធនាការផ្ទាល់ជាង 4,000 នាក់ទូទាំងប្រទេសដែលជាឃោសកផ្ទាល់ហើយសកម្មភាពទាំង25ខេត្តរាជធានីនេះបានជះឥទ្ធិពលដល់មនុស្សជិត10លាននាក់ជាមួយគ្នានេះក្រសួងព័ត៌មានបានសហការជាមួយក្រសួងប្រៃសណីនិងទូរគមនាគមន៍ផ្សព្វផ្សាយសារអប់រំដោយផ្ទាល់តាមប្រព័ន្ធទូរស័ព្ទដល់ពលរដ្ឋសរុបជាង23លានអង្គនាក់ដែលមនុស្សម្នាក់អាចទទួលសារលើសពី1ដងជារួមបងប្អូនប្រជាពលរដ្ឋបានយល់ដឹងច្រើនពីវិធានការការពារខ្លួនពីព័ត៌មានคล้ายៗនិងជឿជាក់លើប្រភពព័ត៌មានផ្លូវការនិងបានជួយអប់រំសហគមន៍របស់ខ្លួនកុំឲ្យចាញ់បោកព័ត៌មានคล้ายៗចាំបាច់ត្រូវផ្ទៀងផ្ទាត់ប្រភពឲ្យបានច្បាស់លាស់មុននឹងជឿនិងមុននឹងចែករំលែក